ក្តៅថ្មីកលករសហរដ្ឋអាមេរិកពិតជាហ៊ានខ្លាំងណាស់បន្ទាប់ពីថ្លឹងគីឡូរួចរាល់បានបោះនៅពាក្យសម្ដីចំយ៉ាងដូចនេះថាគេនឹងវាយកលករធឿនធីរាគុណខ្មែររបស់យើងឲ្យសន្លប់មុនទឹក3សម្រាប់ការប្រកួតដែលនឹងធ្វើឡើងស្វាគមន៍អស់លោកស្រីអ្នកនាងកញ្ញាវិលមកជួបគ្នាជាថ្មីជាមួយនឹងព័ត៌មានកីឡាជាតិនិងអន្តរជាតិប្រចាំថ្ងៃដូច្នេះសូមចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននៅព័ត៌មានថ្មីនិងមុនគេបងអស់នៅក្នុងដៃរបស់លោកអ្នកនៅពេលនេះ admin មានជាព័ត៌មានក្តៅមួយជុំវិញទាក់ទងជាមួយនឹងកីឡាករសហរដ្ឋអាមេរិកដែលមានឈ្មោះថា Maxson Cruz ដែលជាដៃគូរបស់កីឡាករធឿនធីរ៉ាអ្នកលេងកែងពិឃាតរបស់យើងសម្រាប់ការប្រកួតដែលនឹងធ្វើឡើងនៅល្ងាចនេះហើយចាប់ពីម៉ោង 8:00 នាទីល្ងាចតទៅដែលរៀបចំនៅឯទឹកដីនាខាងខេត្តសៀមរាបអញ្ចឹងទីតាំងដីឡូទល់មុខសន្តាគារសុខាផ្លូវ60ម៉ែត្រក្រុងសៀមរាបខេត្តសៀមរាបបងប្អូនអ្នកខាងខេត្តសៀមរាបកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកកដើម្បីជាការហូរលើកទឹកចិត្តផ្ដល់កម្លាំងចិត្តដល់កីឡាករគុណខ្មែររបស់យើងទាំងអស់គ្នាដែលសរុបមានរហូតដល់ទៅ5គូឯណោះហើយចំពោះកីឡាករគុណខ្មែររបស់យើងទាំង5មានកីឡាករចောက်ស៊ីវិនគុណខ្មែរមានកីឡាករមាសបន្ថេនមានកីឡាករសៅមិឆៃមានផលសុភ័ណ្ឌដំរីភ្លុកពិឃាតនិងធឿនធីរ៉ាអ្នកលេងកែងពិឃាតដែលត្រូវប៉ះជាមួយនឹងកីឡាករ Maxson Cruz ក្នុងការដែលប្រកួតដណ្ដើមខ្សែក្រវ៉ាត់មួយខ្សែដែលមានឈ្មោះថា Deju សន្តិភាព IPC World គុណខ្មែរ Champion ក្នុងប្រភេទទម្ងន់73គីឡូក្រាមទន្ទឹមនឹងនេះយើងងាកទៅចាប់អារម្មណ៍សម្រាប់កីឡាករអាមេរិក Maxson Cruz បន្តិចបងប្អូនបន្ទាប់ពីសន្និសីទសារព័ត៌មានក៏ដូចជាថ្លឹងគីឡូរួចរាល់កាលពីម្សិលមិញដែលយោងទៅតាមវីដេអូនៃការដែលផ្ដល់កិច្ចសម្ភាសទៅកាន់អ្នកសារព័ត៌មានឲ្យបងប្អូនអ្នកសារព័ត៌មានបានសួរនៅសំណួរជាច្រើនជុំវិញតកតងជាមួយចំណាប់អារម្មណ៍ថាតើយល់យ៉ាងណាដែរចំពោះការដែលមកកាន់ទឹកដីនៃប្រជាជាតិចក្រកម្ពុជាហើយស្វែងយល់ពីកីឡាករធឿនធីរ៉ាដឹងថាធឿនធីរ៉ាល្អអីហើយជុំវិញតកតងជាមួយនឹងគេហៅថាភាគរយនៃការដែលយកជ័យជំនះសម្រាប់ការប្រកួតនេះប៉ុន្មានភាគរយដែរហើយចំពោះកីឡាករអាមេរិក Maxson Cruz នេះក៏បានឆ្លើយតបភ្លាមផងដែរគាត់ថាគាត់ពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយសម្រាប់ការដែលមកកាន់ទឹកដីនៃប្រជាជាតិកម្ពុជារបស់យើងជាលើកដំបូងម្យ៉ាងវិញទៀតគាត់ក៏បានបន្តបន្ថែមទាក់ទងជាមួយនឹងកត្តានៃការដែលធ្វើដំណើរមិនសូវជាបញ្ហានោះទេសម្រាប់គាត់ដោយសារតែគាត់ហាត់នៅថៃអញ្ចឹងគាត់មកកម្ពុជារបស់យើងគឺឆាប់ដល់ឆាប់អីអញ្ចឹងទៅហើយម្យ៉ាងវិញទៀតទាក់ទងជាមួយនឹងកត្តាអាកាសធាតុកត្តាចំណីអាហារអីមិនជាបញ្ហាប្រឈមនៅឡើយអញ្ចឹងគាត់បានបន្តបន្ថែមទៀតផងដែរជុំវិញទាក់ទងជាមួយនឹងការដែលត្រៀមលក្ខណៈគឺគាត់ត្រៀមរួចរាល់ហើយយ៉ាងណាសម្រាប់ការប្រកួតមួយនេះគាត់មានក្តីរំពឹងខ្ពស់ថានឹងយកឈ្នះកីឡាករធឿនធីរ៉ាអ្នកលេងកែងពិឃាតរបស់យើង100%ហើយគាត់ថានឹងវាយកីឡាករធឿនធីរ៉ារបស់យើងមិនឲ្យចប់ទឹក3តាន់ទេបងប្អូនអញ្ចឹងមហិច្ឆតារបស់កីឡាករអាមេរិកហ្នឹងគឺគេចង់វាយើងឲ្យសន្លប់ដើម្បីយកខ្សែក្រវ៉ាត់នឹងឯងគេដឹងថាការប្រកួតនៅទឹកដីខាងក្រៅគឺការដាក់ពិន្ទុបើសិនបើក្នុងលក្ខខណ្ឌមួយវាអត់ដាច់វាអត់អីអញ្ចឹងអាចនឹងចាញ់គេហៅថា credit អីផ្សេងៗចឹងគេចង់ផ្ដាច់ធឿនធីរ៉ារបស់យើងតែម្ដងហើយអ្វីដែលគួរឲ្យកត់សម្គាល់គាត់ក៏បានបន្តបន្ថែមទៀតថាមានគេខ្សឹបប្រាប់គាត់ថាធឿនធីរ៉ាល្អកែងហើយគាត់ក៏អស់សំណើចគាត់ថាមានអីធឿនធីរ៉ាល្អកែងហើយគាត់ក៏មានកែងនេះគ្នាអញ្ចឹងគាត់ថាអាចលេងជាមួយគ្នាបានហើយណាគាត់ក៏បានសង្កត់ធ្ងន់តែម្ដងជុំវិញទាក់ទងជាមួយនឹងការប្រកួតប៉ុន្មានប្រកួតចុងក្រោយនេះគឺគាត់ស៊ីដៃគូដោយសារកែងនេះគ្នាអញ្ចឹងដឹងតែពេញលេងហើយបងប្អូនគូនេះហើយយ៉ាងណាយើងចាំមើលជាក់ស្ដែងទាំងអស់គ្នាគាត់ថាការប្រកួតនឹងគាត់អត់ឲ្យចាប់ទឹកនោះទេហើយគាត់នឹងដាក់គំនិបទៅកាន់កីឡាករធឿនធីរ៉ារបស់យើងដូច្នេះចំពោះ admin ក៏មិនមានអ្វីច្រើននោះដែរគ្រាន់តែចង់និយាយថាសម្រាប់កីឡាករអាមេរិកនេះគាត់មិនទាន់បានស្គាល់ធឿនធីរ៉ាអ្នកលេងកែងពិឃាតរបស់យើងស៊ីជម្រៅនោះទេហើយគាត់ក៏បានលើកឡើងផងដែរនៅក្នុងវីដេអូហ្នឹងគាត់អត់ដែលទៅគេហៅថាចាប់អារម្មណ៍អីចំពោះការប្រកួតរបស់កីឡាករធឿនធីរ៉ានោះទេដែលគាត់ដឹងថាមានឈ្មោះប្រកួតទើបតែគាត់ search មើលកាលពី2ខែមុនអីផ្សេងជាដើមដូច្នេះយើងចាំមើលថាតើកីឡាករអាមេរិកនេះធ្វើបានដូចមាត់ដែលគាត់ថាដែរឬក៏អត់គាត់ថានឹងមកដាក់គំនាបទៅលើកីឡាករធឿនធីរ៉ានឹងវាយកីឡាករធឿនធីរ៉ាមិនឲ្យចាប់ទឹក3តាន់នោះទេ
អញ្ចឹងអ្វីមានតែការប្រកួតជាក់ស្ដែងនៅលើសង្វៀនតែប៉ុណ្ណោះទើបអាចដឹងថាតើនរណាគឺជាអ្នកខ្លាំងនរណាគឺជាអ្នកឈ្នះសម្រាប់ការដែលប្រកួតដណ្ដើមខ្សែក្រវ៉ាត់តេជូសន្តិភាព IPC World គុនខ្មែរ Champion សម្រាប់ការដែលធ្វើឡើងនៅថ្ងៃនេះឯងគឺថ្ងៃ28ខែមីនាឆ្នាំ2025ចាប់ពីម៉ោង8យប់ទៅអ្នកខាងខេត្តសៀមរាបកុំភ្លេចណាចូលរួមទស្សនាឲ្យបានច្រើនកក